ជប់ច័ន្ទសែនជ័យអំពរវណ្ណារាមរកាធំជីរ៉ូទី1ត្បូងឃ្មុំរបស់ឯកឧត្តមម៉ាក់គីហុងចាំម៉ាក់កំហុងជប់ច័ន្ទសែនជ័យឯស្ថានពរបៃតងរីឯសំហេងសែនដេជះបារមីក្តីដងចារបស់ឯកឧត្តមបណ្ឌិតអ៊ិតសំហេងក្តីដងកំពង់ស្វាយកំពង់ធំកំពង់តាមានព្រៀបបន្តិចបន្តួចចាបដំប្រសងគ្នាមែនតែម្ដងជប់ច័ន្ទសែនជ័យស្ថិតនៅក្នុងវត្តឧត្តមពរវណ្ណារាមរកាធំជីរ៉ូទី1ត្បូងឃ្មុំឧបត្ថម្ភពីសំណាក់ឯកឧត្តមម៉ាក់កំហុងខ្សែទឹកខាងក្នុងខ្សែទឹកខាងក្រៅសំហេងសែនដៃជះចាបារមីក្តីដងទទួលបានការឧបត្ថម្ភពីឯកឧត្តមបណ្ឌិតអ៊ិតសំហេងរដ្ឋមន្ត្រីក្រសួងការងារបណ្ដុះបណ្ដាលនិងវិជ្ជាជីវៈចាក្តីដងកំពង់ស្វាយកំពង់ធំបកៀកបកាត់គ្នាឃើញមានព្រាមទិញទួចហើយតែខ្សែទឹកខាងក្នុងហាក់ដូចជាបង្កើនលបឿនអាចថាវ៉ាសំហេងសែនដែលជះបារមីក្តីដងព្រោះថាកាន់តែមានលបឿនលឿនមែនតែនទៀតហើយបែកទឹកសំពងប្រងព្រាតែម្ដងហើយទូកនេះនឹងទន្ទឹមគ្នាចាទន្ទឹមគ្នាឡើងម្ដងតិចខ្សែទឹកខាងក្នុងអូយខ្សែទឹកខាងក្នុងចាគឺខ្សែទឹកខាងក្នុងរបស់ឯកឧត្តមម៉ាក់កំហុងជប់ច័ន្ទសែនជ័យទទួលបានជ័យជំនះទូគូទី64ចាប់យោងកងពាន់ទី2ជប់ច័ន្ទសែនជ័យបដូរទៅនៅខ្សែទឹកខាងក្រៅវិញម្ដងរបស់ឯកឧត្តមម៉ាក់កំហុងចាឧត្តមពរវណ្ណារាមរកាធំជីរ៉ូត្បូងឃ្មុំខ្សែទឹកខាងក្រៅជាមួយនឹងសំហេងសែនដែលជះបារមីក្តីដងរបស់ឯកឧត្តមបណ្ឌិតអ៊ិតសំហេងការពីជើងទី1សំហេងសែនដែលជះបារមីក្តីដងចាញ់ម្ដងហើយជើងទី2បកៀកបកាត់គ្នាមែនតើมันអាចថាបានมันអាចថាបានទេហើយទីប្រត់កាន់ទៅដល់គៀកមែនតើតែឥឡូវនេះឃើញថាជប់ច័ន្ទសែនជ័យបានមានព្រៀបបន្តិចបន្តួចចាព្រៀបតែបន្តិចបន្តួចយ៉ាងណាហើយខ្សែទឹកខាងក្នុងកំពុងតែតាមចាតាមអត់ទាន់ទេចាឯកឧត្តមបណ្ឌិតអ៊ិតសំហេងចាព្រោះថាជប់ច័ន្ទសែនជ័យរបស់ឯកឧត្តមចាំម៉ាក់កំហុងបានទទួលជ័យជំនះចាទៀតហើយនៅក្នុងជើងទី2នេះចាសូម